តើលោកអ្នកមានបញ្ហាជាមួយនឹងការប្រើប្រាស់ which ក៏ជាមួយនឹង verb to be មែនទេកុំបារម្ភអ្នកមិននៅតែទេថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកអំពីបញ្ហាដែលអ្នករៀនជាច្រើននិយមធ្វើឲ្យមានបញ្ហាជាមួយនឹងការប្រើប្រាស់ verb to be ក្នុងកាលបច្ចុប្បន្នកាលធម្មតាហើយខ្ញុំនឹងបង្ហាញអ្នកអំពីដំណោះស្រាយ5យ៉ាងលឿនតោះចាប់ផ្ដើម1ការប្រើប្រាស់ទម្រង់ខុសរបស់ verb to be ឧទាហរណ៍ I is a teacher វាមិនត្រឹមត្រូវនោះទេយើងត្រូវនិយាយថា I am a teacher ត្រឹមត្រូវ You am my friend មិនត្រឹមត្រូវទេយើងត្រូវនិយាយថា You are my friend ត្រឹមត្រូវ They are at home មិនត្រឹមត្រូវទេយើងត្រូវនិយាយថា They is at home ត្រឹមត្រូវអានទី1សូមចាំថា I យើងប្រើជាមួយនឹង am he it យើងប្រើជាមួយនឹង is we you and they ប្រើជាមួយនឹង are ចំណុចទី2 omitting be in a sentence ឧទាហរណ៍ they a doctor មិនត្រឹមត្រូវទេ She is a doctor ត្រឹមត្រូវ They very happy មិនត្រឹមត្រូវទេ They are very happy ត្រឹមត្រូវចំណុចសំខាន់ទី2សូមចាំថានៅក្នុងបច្ចុប្បន្នកាលធម្មតា be គឺត្រូវបានយកមកប្រើប្រាស់នៅក្នុងប្រយោគស្របចំណុចទី3 incorrect negative form ឧទាហរណ៍ They not a teacher មិនត្រឹមត្រូវទេ They is not a teacher ត្រឹមត្រូវ They are not student មិនត្រឹមត្រូវទេដោយសារប្រើ student កិរិយាសព្ទ They are student ត្រឹមត្រូវការប្រើប្រាស់ not បន្ទាប់ពី verb to be ក្នុងប្រយោគបដិសេធហើយជៀសវាងការប្រើប្រាស់ student នៅកិរិយាសព្ទចំណុចទី4 incorrect word order in question ឧទាហរណ៍ Where you are from មិនត្រឹមត្រូវទេ Where are you from ត្រឹមត្រូវ What your name is មិនត្រឹមត្រូវទេ What is your name She is at home មិនត្រឹមត្រូវទេគួរប្រើកិរិយាសព្ទ inversion is she at home ត្រឹមត្រូវចំណុចសំខាន់ទី4នៅក្នុងប្រយោគសំណួរយើង inverse verb to be ហើយនឹងប្រធានឧទាហរណ៍ are you blah 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 is she blah 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 ទី5ការប្រើប្រាស់ do ហើយនឹង dash ជាមួយនឹង verb to be ឧទាហរណ៍ Do you be a student មិនត្រឹមត្រូវទេ Are you a student ត្រឹមត្រូវ
Does she be tired មិនត្រឹមត្រូវទេ Is she tired ត្រឹមត្រូវចំណុចសំខាន់ទី5យើងមិនដាប្រើ do ហើយនឹង dash ជាមួយនឹង be នៅក្នុងកាលបច្ចុប្បន្នកាលធម្មតាជាមួយគ្នាទេនៅក្នុងប្រយោគតែមួយបើអ្នកចាប់អារម្មណ៍ជាមួយនឹងវីដេអូនេះសូមជួយចុច Subscribe ឬក៏ចុចbell icon ដូច្នេះអ្នកនឹងទទួលបានវីដេអូជាភាសាអង់គ្លេសថ្មីបន្ថែមទៀតសូមអរគុណ